បងប្អូនសាកសម័យមើលបើសិនជាការធ្វើផ្ទះធ្វើផ្លូវរបស់យើងប៉ះពាល់ដល់ជំរកសត្វហើយសត្វនឹងវាបែរជាខឹងវាមកធ្វើបាបយើងវិញនឹងមានរឿងអីកើតឡើងអញ្ចឹងពាក់ព័ន្ធនឹងការនិយាយហ្នឹងគឺខ្ញុំនិយាយពីសាច់រឿងខាងលើដែលចំណងជើងឈ្មោះ Hepper ហ្នឹងអញ្ចឹងសាច់រឿងបើកក្បាលពីដំបូងហ្នឹងគឺមានក្មេងស្រីម្នាក់ដែលគាត់ចូលចិត្តសត្វជាមួយនឹងគេហៅថាគាត់ស្រឡាញ់មែនតើហ្មងណាអញ្ចឹងថ្ងៃមួយមានរាជរដ្ឋាភិបាលគាត់ចង់អភិវឌ្ឍផ្លូវហើយក៏ធ្វើឲ្យប៉ះពាល់ដល់ជំរកសត្វដ៏ធំមួយហើយកន្លែងជំរកសត្វហ្នឹងគឺកន្លែងក្មេងស្រីហ្នឹងដែលគាត់ស្រឡាញ់មែនតើគេហៅថាស្រឡាញ់តតាំងពីជីដូនជីតាគាត់នោះអញ្ចឹងដើម្បីការពារកន្លែងហ្នឹងបានគាត់អត់ដឹងធ្វើម៉េចទេចៃដន្យមានអ្នកវិទ្យាសាស្ត្រមួយកំពុងពិសោធន៍យកញៀនខួរក្បាលមនុស្សហ្នឹងទៅបញ្ចូលជាមួយនឹងសត្វអញ្ចឹងក៏គាត់វិវត្តរកឃើញកន្លែងហ្នឹងក៏គាត់សាកល្បងចូលទៅចូលជាអាសត្វ Hopper ហ្នឹងហើយក៏គាត់ចូលទៅដល់គេហៅថាចូលដល់ចក្រវាលរបស់សត្វវិញគេហៅថាបានដឹងថាពួកសត្វហ្នឹងគេមានទីប្រឹក្សាមានរាជរដ្ឋាភិបាលអីរបស់គេណាមិនមែនឃើញដូចយើងឃើញពស់ឃើញសម្ោចឃើញអីចេះតែជន់បានទេណាចឹងបានថារឿងនេះគឺមានសាច់រឿងវែងឆ្ងាយអែមមែនតើហើយចុងក្រោយរឿងនេះក៏គេចង់បញ្ជាក់ថាសត្វក៏វាមានតម្លៃរបស់សត្វដែរចឹងបងប្អូនដែលចង់មើលរឿងនឹងពេញអាចចូលទៅ Telegram ខ្ញុំបានមើលនិយាយជាភាសាខ្មែរសព្ទថខ្មែរហើយនិងអង់គ្លេសហើយនេះ Telegram ខ្ញុំទៅអាប់ដេតដែរបងប្អូនអាចចូលទៅមើលបាន